ញាតិញោមយ៉ាងខ្លះក៏ឆ្ងល់ថាចឹងពុទ្ធសាសនាពុទ្ធលោកហាមយើងនឹងមិនអោយទៅបៀតបៀនជីវិតសត្វអ្នកដទៃក្រៅពីខ្លួនបានសរុបសេចក្តីក្រោយទៅសម្រាប់ជីវិតគេចាំបញ្ចឹងមានសត្រូវបរទេសដែលលោករៀនរុករៀនទឹកដីរបស់យើងធ្វើម៉េចទៅចុះយើងទៅសម្លាប់ពួកនោះបាបហើយបើចឹងយើងកុំទៅសម្លាប់វាទុកឲ្យគេរុករៀនចូលមកទឹកដីយើងមកជីច្រើនដល់មានញោមញាតម្យ៉ាងកើតយល់ចឹងតែការយល់នឹងល្អបើយើងអ្នកដឹងចេះសាសនាយើងលឺហើយយើងបញ្យល់គាត់វិញថាបាបវាមិនមែនចេះតែបាបទេវាមានដោយហេតុតាមបានទេញោមមកស្វាស្វែងយើងទៅសម្លាប់គេព្រោះតែយើងមានចេតនាបំណងទៅសម្លាប់គេដើម្បីចង់បានអ្វីពីមនុស្សដែលយើងទៅសម្លាប់នោះគេថាបៀតបៀនគេហ្នឹងណាអាហ្នឹងមកវាបាបមានចេតនាតែសម្រាប់យើងដោយព្រះមហាក្សត្រដូចជាកងទ័ពរបស់ជាតិថែរក្សាការពារទឹកដីរបស់យើងមិនឲ្យសត្រូវប្រជាមិត្តបរទេសចូលមករុករានជិះជាន់យកទឹកដីយើងគ្រាន់តែការពារទេអានឹងពុទ្ធថាអរកសម្បទាដល់ព្រមដោយការថែរក្សាអ្វីទាំងអស់ដែលជារបស់យើងយើងអត់មានបំណងទៅសម្លាប់គេទេបៀតបៀនតែបើសត្រូវមានបំណងចេតនាមកជិះជាន់រំលោភទ្រព្យសម្បត្តិទឹកដីយើងអានេះចេតនាអាក្រក់ហើយបានហើយយើងគ្រាន់តែការពារទេការពារបរណភាពទឹកដីយើងអត់មានបំណងសម្រាប់ពួកនោះទេគ្រាន់តែអ្នកការពារនៅក្នុងវិធីការពារនោះលោកសម្ដែងថាទោះបីសត្រូវស្លាប់អស់ប្រមាណក៏អត់មានបាបអីព្រោះយើងអត់មានចេតនាស្លាប់យើងគិតតែការពារកុំឲ្យតែរុករៀនមកយកទ្រព្យរបស់យើងបាបទៅវាមានចេតនារំលោភដោយអកុសលទៅចង់បានទ្រព្យគេតែបានហើយយើងអ្នករក្សាទេកុំច្រឡំវាធម្មតាការពារមិនជាមិនវាប៉ះពាល់ដល់អាយុជីវិតធ្វើម៉េចក៏ឲ្យតែបានគង់វង្សទឹកដីយើងនេះឯងស្រាប់យើងនៅបើយើងអត់មានចេតនាឲ្យស្រាប់តែយើងអ្នកការពារទេអានេះសូមឲ្យញោមញាតិយល់តែញោមញាតិយល់ថាកាន់ពុទ្ធសាសនាបើបរទេសមកយកទឹកដីយើងតែយើងសម្លាប់គេបាបចុះបណ្ដោយឲ្យទៅគេតែអត់ទេបើយើងមានបំណងទៅរំលោភយកទឹកដីប្រទេសគេអានឹងមិនបាបតែបានហើយឲ្យចេតនាអាក្រក់ណាគេតែចេតនាមកយកទឹកដីយើងគ្រាន់តែអ្នកការពាររឿងហ្នឹងមួយឥឡូវលើករឿងមួយទៀតសម្ដែងនោះវាចេះធ្លាយតែតិតងរឿងដូចគ្នាចេះតែដោះស្រាយឲ្យញោមញាតហ្នឹងយល់ច្បាស់ស្រឡះហ្នឹងឥឡូវនិយាយពីអ្នកបួសហើយពូបិកោនេះពូបិកោនេះក្នុងវិន័យតាំងតែងបំផុតសម្រាប់សត្វបើដែលមានរូបរាងកាយមិនមែនជាមនុស្សតែមានទោសដែរបើស្រាលតែបានទេញោមណាត្រូវទោសស្រាលតែបើសម្រាប់សត្វដែលមានរូបរាងកាយជាមនុស្សកុំថាឡើយដល់ជាមនុស្សដែលប្រសូតចេញពីមាតាបិតាមកហើយសំបីតែជីវិតរបស់វិញ្ញាណបំណត់ដែលបដិសន្ធិក្នុងគឺរបស់មាតាសំបីតែមួយថ្ងៃពីរថ្ងៃក៏ដែរតែភិក្ខុនឹងទៅធ្វើមិនឲ្យធ្លាក់គឺនឹងទៅដាក់ឆ្នាំឲ្យវារំលូតឲ្យធ្លាក់មកដោយសម្រាប់មនុស្សម្នាក់ដែរត្រូវបាត់បរាជិកទុកដូចជាមនុស្សម្នាក់នឹងទុកធ្ងន់សត្វដែលមានរាងកាយជាមនុស្ស
សាមញ្ញមានជ្រាបចាប៉ុន្តែបើមានពួកបច្ចាមិត្តសត្រូវវាចង់មកបៀតបៀនប៉ះពាល់ដល់រូបរាងកាយជីវិតរបស់លោកហើយលោកក៏ដឹងហើយកង្វល់កវាសុំកុំឲ្យអ្នកឯងបៀតបៀនដល់ជីវិតរបស់អាត្មាអីអ្នកចង់បានទ្រព្យសម្បត្តិដែលមានហ្នឹងយកទៅកុំតែបៀតបៀនដល់រូបរាងកាយជីវិតនេះលំទោមចឹងឬក៏អាចសំពះវាក៏បានធម្មតាអ្នកបួសសំពះប្រសក់អត់បានទេតែក្នុងពេលដែលពូជចោលកំណាចគោកើវាមកកំាញ់កំរៀមសំពះវាក៏បានអត់មានទោសអីទេធ្វើម៉េចឲ្យតែវាអនុគ្រោះលើកលែងកុំឲ្យបៀតបៀនជីវិតរបស់យើងបកវាគ្រប់មធ្យោបាយក៏នៅតែពូជចោលនោះវាមិនលើកលែងទេអស់មធ្យោបាយនឹងការលួងលោមខាងវកឲ្យអស់តែក្នុងវិន័យលោកប្រាប់ថាបើភិក្ខុនោះមានចេះវិជាគុណលបងគុណអីច្បាប់ល្មិចដើម្បីដោះខ្លួនឲ្យវារួចពីពូជជនទៅចរិតឲ្យប្រើទៅបើចេះគុណចេះច្បាប់ទៅមកឲ្យប្រើទៅដល់ប្រើវិធីអស់ហ្នឹងទៅប៉ះពាល់ចោលនោះស្លាប់បាត់ជីវិតទៅភិក្ខុនោះអត់មានត្រូវអាបត្តិអីទេពីបើភិក្ខុនោះមានចេតនាអីអត់លោកការពារដោះខ្លួនដោះជីវិតលោកទេអានឹងក្នុងវិន័យណាបាននិយមណាមកក្នុងវិន័យវិញចឹងតែយើងសិក្សាឲ្យច្បាស់លាស់ទៅវាអត់មានបញ្ហាទេប៉ុន្តែដល់មិនច្បាស់លាស់ចេះតែថាទៅណាបានទេសត្វថ្ងៃញោមញៀនកាន់ពុទ្ធសាសនាហ្នឹងក៏មិនដឹងច្បាស់លាស់ច្រើនតែចឹងទៅក៏ពិបាកសម្រាប់លោកនេះចេះដឹងក្នុងពុទ្ធសាសនាទៅវិន័យឃើញញោមញៀនធ្វើមកប្រាជ្ញាចេះតែពិបាកចាស់សង្វាយញោមញៀនចង់ប្រាប់ឲ្យដឹងតែពុទ្ធសាសនាគឺហ្នឹងទេមេគាដែលត្រូវនឹងសំញោមញៀនជ្រាបចាស់បានថាសម្រាប់ពុទ្ធសាសនាលោកថាព្រះមហាក្សត្រនឹងហើយឬក៏ប្រមុខរាជរដ្ឋាភិបាលទាំងអស់លោកអ្នកមានឋានន្តរស័ក្តិក្នុងជួររដ្ឋាភិបាលអាត្មារៀបរាប់តាំងពីលើរហូតដល់ខេត្តអភិបាលខេត្តអភិបាលស្រុកលោកមេឃុំមេភូមិសតទេវតាទាំងអស់អ្នកដែលត្រូវថែរក្សាការពារប្រជាពលរដ្ឋនោះឲ្យបានសេចក្តីសុខជួយទំនុកបំរុងនឹងសម្រាប់ពុទ្ធសាសនាអ៊ីណែទេ